ចាស់គាត់ចេះហាមថាកុំឲ្យយើងស៊ីដេកកុំឲ្យយើងស៊ីដើហើយកុំឲ្យយើងមួយទឹកយប់អីចឹងណានៅពេលពាក់ព័ន្ធទៅលើអីអញ្ចឹងចាស់គាត់គាត់ថាមើលយើងស៊ីដេកស៊ីដើបងប្អូនធ្លាប់ដឹងហើយអ្នកមានផ្ទៃពោះអីនៅជាមួយអ្នកមានចាស់ក្នុងផ្ទះតែត្រូវគាត់ហាមហីគាត់ថាស៊ីដេកស៊ីដើវាធ្វើឲ្យយើងនឹងឈឺពោះយូរឈឺពោះអាយាណាមិនព្រមកើតទេឈឺពោះរាប់ថ្ងៃចាហើយខ្លះទៀតកុំឲ្យមួយទឹកយប់ចាមួយទឹកយប់ហ្នឹងមកពីអីខ្លាចកូននឹងវាថ្លោះអញ្ចឹងហើយបានជាយើងមានពេទ្យឈ្មោកជំនាញដែលត្រូវធ្វើការបកស្រាយប្រាប់បងប្អូនឲ្យយល់ឲ្យដឹងណាចាអញ្ចឹងតកតងទៅលើការស៊ីដីស៊ីដើសួរថាការឈឺពោះយូរណាតកតងនឹងការហូបចុករបស់យើងអត់ទេណាគ្រាន់តែថាចេះទេបងប្អូនមកយើងហូបអត់របៀបថាជីកចុកដើរចុះដើរឡើងហូបចុះហូបទៅណាកូនចុយមាត់យើងទៅពីជាប់ឲ្យដើរចុះដើរឡើងអីវាអត់ល្អមើលវាអត់មានសណ្ដាប់ធ្នាប់និយាយចេះចុះវាគាត់ថាយើងអត់មានសណ្ដាប់ធ្នាប់ក្នុងការហូបចុកណាអាហ្នឹងវាអាក្រក់មើលចាតែបើថាឲ្យពាក់ព័ន្ធហ្នឹងកូននឹងឈឺពោះ2ថ្ងៃ3ថ្ងៃអីពាក់ព័ន្ធនឹងការហូបចុកវាមិនអញ្ចឹងទេបងប្អូនណាអ្នកខ្លះចាអ្នកខ្លះមានតែគាត់មកសម្រាប់គាត់មកថ្ងៃហ្នឹងអីទៅអត់ឈឺពោះចាឈឺពោះស្បូនទៅត្រីប៉ុន្តែយើងដោយសារស្បូនគាត់អត់បើកឬក៏បើកបាន1ឬក៏2ចាហើយគាត់អត់ឈឺពោះទេចាចាប់ផ្ដើមអត់ឈឺវិញចុះនិយាយអញ្ចឹងហើយគាត់យើងឲ្យគាត់ទៅផ្ទះសិនបានដោយថាបើមកជួបកាប់ភ្លឺឲ្យគាត់អត់ឈឺទៀតផងគាត់ដេកសម្រាប់ខ້ອຍហើយសុខភាពគាត់និងកូនយើងស្ដាប់មើលយើងស្ដាប់បេះដូងកូនមើលសុខភាពម៉ែហើយនិងកូនហ្នឹងគឺថាល្អទាំងពីរចាម្ដាយនិងទីរូបគឺល្អអញ្ចឹងគឺគាត់អាចបន្តនៅទីទៀតបានដោយសារពេលខ្លះខែគាត់អត់តន់គ្រប់ត្រឹមត្រូវចា3ថ្ងៃក្រោយគាត់មកទៀតចា3ថ្ងៃក្រោយគាត់មកទៀតសារបញ្ហាគាត់ឈឺពោះតិចតួចទៀតចាអញ្ចឹងអាហ្នឹងគេឈឺពោះអត់ពិតប្រាកដបងប្អូននិយាយទៅគេហៅថាឈឺពោះខ្លាំងខ្លាយណាអាហ្នឹងពាក់ព័ន្ធទៅលើការឈឺពោះខ្លាំងខ្លាយស្បូនយើងវាកន្ត្រាក់កាលណាដែលកន្ត្រាក់គឺវាជំរុញរុញកូនអញ្ចឹងវាធ្វើឲ្យកូនយើងចុះនៅក្នុងអាទិភាពឲ្យយើងមានការឈឺពោះប៉ុន្តែដល់ពេលស្បូនយើងឈប់កន្ត្រាក់វិញទៅវាក៏លែងអីវិញអាហ្នឹងពាក់ព័ន្ធទៅលើការមេកានិសគឺទៅលើស្បូនកន្ត្រាក់ណាចាហ្នឹងមិនពាក់ព័ន្ធទៅលើការហូបចុកទេអានេះហូបចុកអង្គុយហូបឲ្យមានសណ្ដាប់ធ្នាប់ទៅក៏វាល្អមើលដែរចាហ្នឹងអញ្ចឹងកាលពីនេះខ្ញុំហូបម្ជូរចាកាលនោះដូចជាស្វាយត្រាំឃ្លានពេកស្រក់ទឹកមាត់ធម្មតាបានដល់ជិះម៉ូតូហូបទៀតហ្នឹងហើយបាក់ចំណិត2សិនមុននឹងដល់ផ្ទះដោយសារឃ្លានណាត្រមាត់បានហើយហូបទឹកមាត់ឲ្យខ្លាចចាមើលទៅអត់សណ្ដាប់ធ្នាប់ហើយប៉ុន្តែវាឃ្លានពេកហ្នឹងហើយចាហើយកើតនេះខ្ញុំកើតដូចបកជ័យអញ្ចឹងគឺស្រួលចាគ្រាន់តែថាឈឺពោះមកឈឺហើយគឺសម្រុកមកថាបុនយើងល្អទៅចោះចាហ្នឹងដោយសារយើងអាទិភាពយើងឲ្យកូនវាត្រូវគ្នាចាមួយទៀតកុំមួយទឹកយប់ចាកុំមួយទឹកយប់ប្រយ័ត្នមួយទៅកូនថ្លោះកូនធំអីចឹងណាចាគាត់ខ្លាចកូនពីដើមគាត់ខ្លាចកូនថ្លោះហ្នឹងវាត្រូវហើយបងប្អូនដោយសារអីពីដើមបើសិនជាកូននឹងវាថ្លោះខ្លាំងពេកមានបញ្ហាឧទាហរណ៍ថាកូននឹងវាថ្លោះដល់ថ្នាក់ថាសម្រាប់មិនរួចអីចឹងពេលខ្លះស្មាត់តូនចោះទៅទាំងម៉ែទៅទាំងកូនណាចាហ្នឹងពីបុរាណណាដោយសារគាត់អត់មានសេវាកម្មវះអីចឹងប៉ុន្តែមកឥឡូវនេះយើងអត់ខ្លាចទេបងប្អូនកូនធំយ៉ាងណាក៏នៅតែជួយបានដែរណាហើយការមួយទឹកយប់ហ្នឹងគឺអត់ឲ្យកូនថ្លោះទេកូនថ្លោះគឺពាក់ព័ន្ធទៅលើពេលខ្លះម្ដាយហ្នឹងគាត់អាចមានជំងឺទឹកនោមផ្អែមចាដែលធ្វើកូនថ្លោះពេកចាយ៉ាងការកត្តារាងកាយគ្រប់ផ្សំនិងសុខភាពកូនខ្លួនឯងអីផងគឺថ្លោះមកធំបងប្អូនកុំខ្លាចនឹងការដែលកូនថ្លោះកូនធំនេះណាគឺអត់អីទេបងប្អូនហូបចុកសម្រាប់ឲ្យបានគ្រប់គ្រាន់ស្អាតស្អាតពេលយកពេលប្រឡប់អីនេះឲ្យតែបងប្អូនគិតថាសុខភាពបងប្អូនមួយចោះតាក់អីនេះណាចាដើម្បីសម្អាតរាងកាយហើយនឹងឲ្យត្រជាក់ផងនេះខ្ញុំពេលខ្លះមកយកពេលដែលខ្ញុំមានកូននៅក្នុងពោះណាបងប្អូនមកយកនេះខ្ញុំចាក់ទឹក3ដងបងប្អូន3ដងចាអត់កុហកទេ3ដងនឹងហើយនិយាយតាមត្រង់ហ្មងគឺអត់ជូតខ្លួនទេយកអារ៉ូបហ្នឹងគឺមកលាកមកស្លៀកទាំងសើមហ្នឹងដល់ពេលយកដល់ពេលទៅស្ងួតរ៉ូបមកយើងចាក់តាក់ទៀតចាគឺគឺវាក្តៅស្អុះខ្លាំងពេកដល់អញ្ចឹងយើងអត់នេះទេអត់ខ្លាចនឹងការយើងមួយតាក់ពីយប់ហ្នឹងឯងយ៉ាងទៀតបងប្អូនគឺគាត់ខ្លាចចានៅពេលដែលបរមរានអត់មានភ្លើងអត់មានអីត្រឹមត្រូវដូចឥឡូវផងចាប្រើភ្លើងចង្កៀងខ្លាំងទៅចង្កៀងឬក៏ពុះម៉ែតិចតួចអីចឹងវាអត់ប្រចាំងដល់ពេលតាក់ដល់អីចាអញ្ចឹងវាអាចនឹងរអិលដួចាឬមួយពពុះចាប់ពោះខាំសាក់ខាំអញ្ចឹងយើងមើលអត់ឃើញអញ្ចឹងគឺស្ត្រីមានផ្ទៃពោះគឺប្រយ័ត្នខ្លាំងចាចាំបានថាអញ្ចឹងយើងធ្វើនេះខ្ញុំបកស្រាយប្រាប់ណាដើម្បីឲ្យដឹងថាមិនមែនចេះតែខ្លាចទៅតាមការដែលយើងជំនឿជឿខុសទេណាការពិតគាត់ក៏ចង់ឲ្យយើងល្អចាប៉ុន្តែគ្រាន់តែការជឿគឺត្រូវតែមានហេតុផលអញ្ចឹងភាពពិបាកភាពមិនល្អដែលកើតឡើងពីផ្ទៃពោះណាចាគឺវាជាកត្តារាងកាយចាវាជាកត្តារាងកាយនៅក្នុងខ្លួនរបស់យើងតែម្ដងណាការសម្រាប់កូនយើងចាការសម្រាប់បញ្ចេញចាគឺពាក់ព័ន្ធទៅលើកត្តារាងកាយរបស់ស្ត្រីចាអញ្ចឹងសូមបងប្អូនចែករំលែកណាចំណេះដឹងនេះឲ្យបានដឹងតូគ្នាចាកុំចេះតែភ័យខ្លាចចារហូតដល់ពេលវេលាខ្លះដូចយើងឧទាហរណ៍ប្រញាប់ទៅធ្វើការពេកអញ្ចឹងអត់មានពេលអង្គុយហូបចុកត្រឹមត្រូវពេលខ្លះត្រូវការនំមួយដាក់មួយម៉ាត់ពីរយើងទៅដើរយើងហូបអញ្ចឹងអត់អីទេបងប្អូនគ្រាន់ថាអង្គុយញ៉ាំឲ្យមានសណ្ដាប់ធ្នាប់វាល្អអញ្ចឹងណា